បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាជាទីគោរពស្រឡាញ់បាទគណៈពេលនេះខ្ញុំនៅក្នុងទឹកដីវត្តហើយនឹងធ្វើបច្ចុប្បន្នភាពសរុបជូននៅទស្សនវិជ្ជាក្នុងទឹកដីវត្តជូនបាទពុកម៉ែបងប្អូនទាំងគ្នាអំពីទីតាំងនៅខាងមុខខ្ញុំបាននេះគឺជាព្រះវិហារឥឡូវយើងឃើញថាព្រះវិហារគឺមានការរៀបចំបាទចាប់ដើមបូកបាទជញ្ជាំងខាងក្រៅបណ្ដាហើយទស្សនវិជ្ជាយ៉ាងណាទៀតខ្ញុំនឹងបង្ហាញបន្តដោយសារតែឥឡូវនេះគឺដើរហួសមកដល់ខាងមុខហើយក៏សូមផ្ញើទស្សនវិជ្ជាទាំងអស់នេះជូនពុកម៉ែបងប្អូនសូមជួយ Subscribe Channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានទស្សនវិជ្ជាថ្មីបាទក៏លេចមកខាងក្រោយខ្ញុំបាននេះពុកម៉ែបងប្អូនគ្នាបាទគឺជាទស្សនវិជ្ជាថ្មីស្រឡាងតែម្ដងបាទខ្លោងទ្វារបរមរតនមហាមង្គលបាទឈ្មោះពិសេសបាទឈ្មោះពិសេសមហាពិសេសគ្រប់ទស្សនវិជ្ជាទាំងឡាយមិនថាទីតាំងតូចធំបាទមិនថាខ្លោងទ្វារឬក៏របងឬក៏ប្រាសាទនេះទេជាងឃើញថាមានបាទមានបញ្ជាក់ច្បាស់មួយនៅទស្សនវិជ្ជាដ៏ពិសេសសម្រាប់ទស្សនវិជ្ជានីមួយៗបាទហើយក៏សម្រាប់ខ្ញុំជាអ្នកបង្ហាញបច្ចុប្បន្នភាពហើយខ្ញុំតែងតែមកបង្ហាញជាប្រចាំនេះគឺឃើញថាអ្វីដែលខ្ញុំបានបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាសុទ្ធសឹងតែជាទស្សនវិជ្ជាថ្មីជាប្រចាំបាទហើយដូចខាងមុខខ្ញុំបាទឥឡូវនេះគឺម៉ោងបាទនិយាយពីម៉ោងគឺល្ងាចមែនតើបាទម៉ោងគឺបាទនេះម៉ោង 5:33 នាទីហើយប៉ុន្តែចង់បង្ហាញទស្សនវិជ្ជាពេលល្ងាចជូនហើយថ្ងៃនេះគឺមេឃស្រឡះល្អណាស់ពុកម៉ែបងប្អូនគ្នាមើលឃើញទាំងនេះឥឡូវយើងមើលឃើញនេះហៅថាអ្វីដែរបាទបើថ្ងៃនេះគឺច្បាស់មែនទែននេះគឺជាប្រច័នបាទប្រច័នដែលពេលល្ងាចស្មើនេះគឺជាដូចជាមើលឃើញច្បាស់ហើយព្រះអាទិត្យគឺរះគឺលិចនៅទិសខាងលិចនេះពុកម៉ែបងប្អូនគ្នាបាទព្រះអាទិត្យគឺចាប់ដើមលិចបដើហើយយើងមើលឃើញពពកហើយទស្សនវិជ្ជាប្រច័នគឺដោយសារតែគោចរគឺដោយសារគៀកគ្នាដូចទៅតែមានព្រឹត្តិការណ៍ពិសេសប្រច័នក្រហមពុកម៉ែបងប្អូនគ្នាហើយអ្វីទាំងអស់នេះគឺព្យាយាមបង្ហាញជូនពុកម៉ែបងប្អូនគ្នារចនាក្បាច់ក្បូរពណ៌ដែលបានចេញជារូបរាងបាទហើយពិសេសនេះឥឡូវមកបង្ហាញបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនគ្នាថាខ្លោងទ្វារទី2នេះពិសេសត្រង់ណាជាខ្លោងទ្វារដែលមិនមានការធ្វើដំណើរចេញទេឥឡូវយើងមើលឃើញព្រួញបាទគឺព្រួញនេះគឺព្រួញធ្វើដំណើរចូលហើយបត់ឆ្វេងនិងបត់ស្ដាំប៉ុន្តែអត់មានព្រួញធ្វើដំណើរចេញទៅខាងក្រៅទេនេះគឺជាទស្សនវិជ្ជាបាទពិសេសនៃផ្លូវហើយពិសេសនៃខ្លោងទ្វារទៀតហើយខ្ញុំក៏មិនទាន់ច្បាស់ 100% ខ្ញុំដោយសារតែខ្ញុំមើលនៅគំនូសទេបាទមើលនៅគំនូសឃើញបែបនេះខ្ញុំសូមអធិស្ឋានបើសិនជាខុសឆ្គងបាទបើសិនជាខុសឆ្គងអញ្ចឹងយើងឃើញថាមានការរៀបចំកាយដីខ្លះវាចំនួននៅជាប់ជាមួយនឹងខ្លោងទ្វារបរមរតនមហាមង្គលហើយបើនិយាយពីរបងពុកម៉ែបងប្អូនគ្នាមិននិយាយទេគឺមហាមុំមហាកំផែងបាទហើយក៏លេចមកប្រាសាទព្រះភូមិនេះវិញក៏ដូចគ្នាដែរទម្រង់ប្រាសាទគឺចេញរូបរាងហើយពុកម៉ែបងប្អូននៅតែការបន្ថែមក្បាច់នាគបាទបន្ថែមក្បាច់នាគបាទនេះក្បាច់កូននាគនឹងទៅតាមជ្រុងបាទមិនទាន់អស់ទេនៅសល់ជ្រុងខាងក្រោមនេះ3ទៀតបាទហើយនឹងទស្សនវិជ្ជាក្បាច់នេះគឺឥឡូវនេះគឺលាបថ្នាំទ្រនាប់បាទលាបទ្រនាប់បាទខាត់មិនទាន់ហើយទេព្រោះមុននឹងខ្ញុំពេលថ្ងៃឃើញបានមកបង្ហាញជូនពុកម៉ែបងប្អូនគ្នាដែរបាទឃើញថាកំពុងតែសម្រុកថ្នាំខាត់បាទដើម្បីឲ្យស្អាតបៀកលាបខាត់ដើម្បីឲ្យស្មើសាច់ហើយបានប្រើនៅថ្នាំតែម្ដងបាទឥឡូវខ្ញុំអត់ចូលទៅខាងក្នុងទេពុកម៉ែបងប្អូនគ្នាចន្លោះនេះយើងធ្វើដំណើរចូលទៅបានគឺទៅដល់សាឡុំទីសាឡុំគឺកំពុងតែមានពិធីកិច្ចគឺដោយសារតែទៅចូលភាសាពុកម៉ែបងប្អូនគ្នាល្ងាចឡើងគឺមានការរៀបកិច្ចនៅក្នុងសាឡុំជារៀងរាល់ល្ងាចតែម្ដងបាទព្រះសង្ឃព្រមទាំងលោកអាចារ្យនិងលោកយាយជីតាជីបាទឥឡូវបន្តដំណើរចេញមកខាងក្រៅខ្ញុំចេញតាមច្រកនៃខ្លោងទ្វារពិសីជ័យរិទ្ធពុកម៉ែបងប្អូនគ្នាពិសីជ័យរិទ្ធហើយឆ្លៀតបង្ហាញនៅចេតិយម៉ូដបុរាណបាទចេតិយម៉ូដបុរាណ3នៅជាប់ជាមួយនឹងខ្លោងទ្វារហើយចេតិយនេះពិសេសណាស់ព្រះអង្គគ្រូបានសង្ឃដីកាហើយគឺចេតិយតម្កល់នៅអត្តធាតុដែលព្រះសង្ឃលោកអនិច្ចធម្មនៅក្នុងវត្តនិងលោកតាជីលោកតា
យាយជីតម្កល់ទុកនៅក្នុងនេះដែរខាងគឺលោកតាជីយាយជីហើយកណ្ដាលគឺសម្រាប់ប្រសង់អធិស្ឋ័យខុសឆ្គងក្នុងការបង្ហាញសូមអធិស្ឋ័យផងដោយសារតែពាក្យសង្ឃពាក្យស័ព្ទពិបាកខ្ញុំបានក៏មិនជ្រៅជ្រះចឹងបើសិនជាខុសឆ្គងសូមអធិស្ឋ័យហើយគឺមានតែមួយកន្លែងនឹងទេពុកម៉ែបងប្អូនគ្នាអត់មានច្រើនទេហើយចេតិយម៉ូតបុរាណនេះគឺមានសទ្ធាជ្រះថ្លាអំពីឧបាសកឧបាសិកាដែលជាបដាយរបស់អាដាមម៉ៅធនិនពុកម៉ែបងប្អូនគ្នាឧបាសកឧបាសិកាបាទពុកម៉ែបងប្អូនឧបាសិកាគឺមានសទ្ធាជ្រះថ្លាហើយធ្វើការកសាងនេះចេតិយម៉ូតបុរាណនេះឡើងបាទឥឡូវនេះគឺចេញរូបរាងកាន់តែច្បាស់ហើយពុកម៉ែបងប្អូនគ្នាទាំងក្បាច់ទាំងពណ៌គឺពណ៌បាទពណ៌ត្រាវបាទឬក៏ហៅថាពណ៌អ្វីផ្សេងអធិស្ឋានខ្ញុំក៏មិនច្បាស់តែឥឡូវមកបង្ហាញជូននេះឃើញទេបាទទម្រង់គឺស្អាតណាស់ហើយម៉ូតនេះគឺបើតាមដែលខ្ញុំបានទទួលព័ត៌មានពីការប្រាប់របស់ពុកម៉ែបងប្អូនគ្នាថាម៉ូតនេះគឺជាម៉ូតចេតិយសម័យឧដុង្គពុកម៉ែបងប្អូនគ្នាហើយស្អាតសមគ្នាណាបាទសមជាមួយរបងបាទរបងហើយនឹងខ្លោងទ្វារបាទពិសេសណាស់ក្បាច់ក្បូរបាទក្បាច់ត្របកឈូកឥឡូវចាប់រាប់ពីខាងក្រោមក្បាច់ត្របកឈូកក្បាច់បាទត្របកត្រពាំងបាទក្បាច់ពេជ្របាទហើយនឹងក្បាច់ជ្រីផ្សេងនៅខាងលើនឹងមានក្បាច់បាំងខ្លែងក្បាច់ក្បាលនាគបាទក្បាច់ត្រីសូអូពិសេសបាទពិសេសណាស់ហើយខ្ញុំមិនដែលជួបទេទៅលើកទី1នេះឯងដែលបង្ហាញបច្ចុប្បន្នភាពនឹងក៏បានឃើញហើយខ្ញុំឃើញជម្រៅក្បាច់បាទសន្លឹកក្បាច់ពីនីមួយនេះគឺច្បាស់ស្អាតណាស់ហើយពិសេសគឺឈ្មោះបាទពិសេសត្រង់ឈ្មោះណាពុកម៉ែបងប្អូនគ្នាបាទនេះខ្លោងទ្វារពិសីជ័យរិទ្ធបាទចឹងឈ្មោះគឺពិសេសហើយមហាពិសេសតែម្ដងខ្ញុំបង្ហាញនេះជាប្រចាំហ្នឹងគឺមិននឹកស្មានថាទស្សនវិជ្ជានេះគឺកើតនឹងប្រែប្រួលហើយក៏คล้ายទៅជាទស្សនវិជ្ជាដ៏អស្ចារ្យបែបនេះទេប៉ុន្តែគ្រាន់តែថាពីខាងមុខនេះមិនទាន់រៀបចំទេពុកម៉ែបងប្អូនគឺមិនយូរទេនឹងមានការរៀបចំជាសួនលំអនៅខាងមុខបង្ហាញព្រោះជាមួយនឹងការងារគឺសឹងតែរួចរាល់ហើយនៅតែការលំអបាទសួនទេហើយនិយាយពីចូលទៅខាងក្នុងវិញនេះបាទចន្លោះនេះខ្លោងទ្វារពិសីជ័យរិទ្ធបាទយើងមើលឃើញរហូតដល់កំពូលបរមរតនមហាមង្គលហើយនេះគឺកំពូលចេតិយម៉ូតបុរាណបាទហើយឥឡូវនេះល្ងាចឡើងហើយមានការចេញដំណើរពីក្នុងវត្តខ្លះហើយក៏នៅតែមានសកម្មភាពបន្តចូលទៅខាងក្នុងខ្លះដែរតែទស្សនវិជ្ជាប្លែកពុកម៉ែបងប្អូនគ្នាអញ្ចឹងបន្តិចទៀតគឺនៅក្នុងវត្តគឺជាទឹកដីដ៏ពិសិដ្ឋដែលនឹងមានពុទ្ធបរិស័ទពុកម៉ែបងប្អូនគ្នាធ្វើដំណើរកំសាន្តច្រើនពេលល្ងាចបាទដូចជាទីតាំងទេសចរបែបបុរាណមួយបាទហើយយើងឃើញពេលល្ងាចនេះទៅគឺស្រស់ស្អាតជាមួយនឹងទស្សនវិជ្ជាពពកបាទថ្ងៃរៀបលិចបាទថ្ងៃរៀបលិចគឺស្អាតប្លែកមែនទែនស្អាតប្លែកមែនទែនបាទឥឡូវខ្ញុំចូលមកបង្ហាញនៅទំនប់ទឹកជូនពុកម៉ែបងប្អូនគ្នាបាទនេះឥឡូវមកដល់ទំនប់ទឹកពុកម៉ែបងប្អូនគ្នាអញ្ចឹងបញ្ជាក់ដែរទឹកស្រកវិញហើយបាទស្រកច្រើនមែនទែនបាទតែទឹកស្រកនេះគឺមិនដាច់ទេនៅតែមានការហូរចុះធម្មតាដោយសារតែរដូវវស្សាពុកម៉ែបងប្អូនរដូវវស្សាទឹកមិនដាច់អស់ទេបាទទឹកគឺនៅតែបន្តហូរធម្មតាតែវាមិនស្រកដោយរដូវប្រាំងដូចជាទឹកអត់ចរាចរណ៍ទេអញ្ចឹងមើលទៅគឺមិនល្អមិនស្អាតមិនល្អឥឡូវនេះទឹកនៅតែបន្តហូរចុះទៅខាងក្រោមតាមប្រព័ន្ធអូបន្តចុះទៅខាងក្រោមជាក់ស្ដែងបាទជាធម្មជាតិហើយខ្ញុំនឹងព្យាយាមបង្ហាញបន្តបង្ហាញជូនពុកម៉ែបងប្អូនគ្នាហើយក៏សូមអធិស្ឋានសម្រាប់ការបង្ហាញបច្ចុប្បន្នភាពពុកម៉ែបងប្អូនគ្នាទស្សនវិជ្ជាទាំងឡាយទស្សនវិជ្ជាទាំងអស់នេះគឺជាទស្សនវិជ្ជាថ្មីពេលល្ងាចនេះគឺម៉ោងបាទល្ងាចមែនតើហើយគាត់ថាថ្ងៃនេះមេឃស្រឡះល្អណាស់បាទនេះឃើញទេពុកម៉ែបងប្អូនគ្នាស្រឡះល្អណាស់ពពកសឹងតែមាននេះសឹងតែគ្មាននេះគឺមានតូចតិចតួចបំផុតបាទនៅលើនេះគឺមានតិចតួចបំផុតតែល្ងាចហើយឥឡូវនេះខ្ញុំនឹងបង្ហាញបន្តទៅខាងមុខតែម្ដងដើម្បីឲ្យពុកម៉ែបងប្អូនគ្នាបានឃើញទស្សនវិជ្ជាពេលល្ងាចហើយក៏សូមអធិស្ឋានបាទសម្រាប់ការបង្ហាញផងបាទកុំឲ្យឆ្ងល់ថាអត់ឃើញមានជាងចិត្តតែបង្ហាញជូនអញ្ចឹងនេះគឺជាទស្សនវិជ្ជាសរុបពេលល្ងាចបាទពេលល្ងាចទៅជូនពុកម៉ែបងប្អូនទាំងគ្នាបាទនៅខាងមុខកឡងទ្វារបរមរតនមហាមង្គលហើយនឹងប្រាសាទព្រះភូមិ
នៅខាងក្រៅនេះគឺជាចន្លោះដែលផ្លូវចូលទៅពុកម៉ែបងប្អូនគ្នាចឹងផ្លូវនេះគឺអត់មានការបើកក្នុងការចរាចរណ៍ទេគឺត្រូវធ្វើបិទរនាំងមិនឲ្យចេញចូលបានទេមិនតាន់ឬក៏យ៉ាងណាយើងមិនដឹងដែរប៉ុន្តែឃើញមានការបិទរនាំងនិងមិនតាន់ធ្វើដំណើរចេញចូលបានទេអូដល់សុកនេះពុកម៉ែបងប្អូនគ្នាទុំរុយបាទអូបងគ្រូបាទពិនិត្យមើលការងារនៅល្ងាចបាទនៅខាងមុខជាប់នឹងទំនប់បាទជាប់នឹងទំនប់ដើម្បីធ្វើការកែលម្អបន្ថែមបាទត្រៀមបាទទស្សនវិជ្ជាការងារនេះបងគ្រូសូត្រស្ដាំពុកម៉ែបងប្អូនគ្នាអញ្ចឹងការងារគឺឥឡូវនេះគឺកំពុងតែរៀបចំបន្តទៀតហើយព្រោះអគារបាទចប់រដូវប៉ុនប្រជុំគឺដល់រដូវកឋិនបាទហើយតើតងទស្សនវិជ្ជាមួយចំនួនទៀតខ្ញុំនឹងចូលទៅខាងក្នុងបាទស្របជាមួយនឹងផ្លូវនេះបង្ហាញជូនទស្សនវិជ្ជាល្ងាចនេះជូនពុកម៉ែបងប្អូនគ្នាបាទទំនប់ទឹកបាទទំនប់ទឹកគឺស្រកបាទស្រកហើយដោយសារតែអត់ភ្លៀងអញ្ចឹងខាងលើស្រកខាងក្រោមក៏ស្រកបាទខាងក្រោមក៏ស្រកឥឡូវបន្តទៅខាងមុខបន្តទៀតខ្ញុំនឹងបង្ហាញបាទត្រួសទេបើសរុបពេលល្ងាចជូនហើយនេះខ្លងទ្វារទី3បាទខ្លងទ្វារទី3គឺដល់កពូលហើយចិត្តរួចជាចាប់ដើមរៀបចំបាទបោកឲ្យពុកម៉ែបងប្អូនគ្នាបាទនេះចាប់ដើមរៀបចំបោកហើយគឺចាប់ដើមចាប់ជ្រុងបាទចាប់ជ្រុងរួចនឹងធ្វើការបោកតែម្ដងនេះគឺជាទស្សនវិជ្ជាការងារនៃខ្លងទ្វារទី3ហើយមិនយូរទេពុកម៉ែបងប្អូនគ្នានៅពេលដែលបោករួចរាល់ដល់វគ្គក្បាច់ហើយវគ្គក្បាច់នេះគឺខ្ញុំជឿជាក់ថាគឺនឹងស្អាតតែម្ដងដោយសារតែខ្លងទ្វារទី3ជាមួយនឹងក្បាច់ទាំង5ខ្លងទ្វារគឺជាងតែមួយទេបាទជាងតែមួយជាមួយនឹងខាងបងបាទដែលគាត់បានបញ្ជាក់ប្រាប់ខ្ញុំហើយខ្ញុំក៏មិនច្បាស់ដែរថាតាមគាត់ដែរប៉ុន្តែអ្វីដែលខុសឆ្គងសូមអធិស្ឋានបាទឥឡូវបន្តទៅខាងមុខយើងមើលទស្សនវិជ្ជាបាទសាលាសហទេវសភាដំបូលគឺចាប់ដើមគ្រោងដែកបាទខ្លងទ្វារទី4នេះគឺថ្ងៃនេះគឺម្សិលមិញនេះគឺឃើញកាត់ខាត់នៅក្បាច់បាទដើម្បីសម្អាតឲ្យស្មើហើយខ្លងទ្វារទី5គឺថ្ងៃហ្នឹងគឺសម្រុកដែរឃើញថារៀបចំបាទនៅសល់តែជ្រីមកជុំទៀតទេខាងលើនេះបន្ទាប់ពីដំបូលនេះគឺរួចហើយក្បាច់ហើយនឹងខាងក្រោមតែក្បាច់បាំងខ្លែងក្បាច់ក្បាលនេះគឺបានបិទហើយពុកម៉ែបងប្អូនគ្នាបាទអូនេះអញ្ចឹងទីកន្លែងទទួលបច្ច័យគឺនៅខាងក្នុងកោះហ្នឹងគឺរៀបចំធ្វើម៉ូតតែមួយនេះពុកម៉ែបងប្អូននេះឥឡូវកំពុងតែសម្រុកធ្វើនៅខាងក្នុងកោះតែខ្ញុំក៏សូមអធិស្ឋានដោយសារតែម៉ោងពេលនេះគឺត្រូវបានបិទហើយអញ្ចឹងមិនអាចចូលទៅបង្ហាញជូនពុកម៉ែបងប្អូនគ្នាទេបាទអញ្ចឹងមានតែបង្ហាញទស្សនវិជ្ជាបង្ហាញទស្សនវិជ្ជាពីខាងក្រៅនេះជូនពុកម៉ែបងប្អូនគ្នានៅល្ងាចនេះតែម្ដងហើយក៏សូមអធិស្ឋានម្ដងទៀតពុកម៉ែបងប្អូនបាទអត់មានឃើញសកម្មភាពជាងទេដោយសារតែដល់ម៉ោងសម្រាប់ហើយអញ្ចឹងមានតែទស្សនវិជ្ជាសរុបរួមតាំងពីខ្លងទ្វារទី1ទី2មករហូតមកដល់បាទទីតាំងបច្ឆាយលក្ខបាទទីតាំងតម្កល់បច្ឆាយលក្ខហ្នឹងក៏បានមិនទាន់បំពាក់វិញម្ដងទៀតទេនៅពេលដែលប្រជុំហ្នឹងគឺដាក់ឥឡូវនេះគឺដោះចេញបាទអាចថាបន្តិចទៀតនឹងរៀបចំដាក់វិញហើយយើងមើលឃើញទស្សនវិជ្ជាខាងក្នុងនេះគឺជាកោះប្រជុំទេពការងារខាងក្នុងជាមួយនឹងថ្មបច្ចេកដីសមត្ថត្រីគឺអត់តន់សម្រាប់ទេពុកម៉ែបងប្អូនគឺឃើញនឹងហុយបាទហុយទៅលោបនៅឡើយបាទឥឡូវបន្តទៅខាងក្រោយខាងក្នុងតែម្ដងខាងក្នុងគឺឆ្លងកាត់នៅខ្លងទ្វារទី5មួយទៀតដែលកំពុងតែបាទឃើញថាសម្រុកការងារដែរឥឡូវនេះគឺចាប់តាមជាងចូលធ្វើហើយប៉ុន្តែឥឡូវនេះសម្រាប់បាទបន្ទាប់ពីសម្រាប់គឺស្អែកនេះគាត់ចូលធ្វើទៀតហើយបើនិយាយពីការរៀបពណ៌ក្បាច់បិទក្បាច់នេះគឺសឹងទៅហើយពីខាងលើឲ្យសូមអធិស្ឋានរៀងងឹតបន្តិចពុកម៉ែបងប្អូនបាទនេះក្បាច់គឺប្រហាក់ប្រហែលទៅនឹងខ្លងទ្វារទី1គឺអត់ខុសគ្នាទេគ្រាន់តែខុសតែទំហំបាទខុសតែទំហំហើយបើនិយាយពីទម្រង់កម្ពស់រហូតមកដល់ខាងក្រោមគឺតែមួយនៃខ្លងទ្វារបរមរតនមហាមង្គលពុកម៉ែបងប្អូនគ្នាបាទនេះទម្រង់នៃខ្លងទ្វារឃើញដូចគ្នាពុកម៉ែបងប្អូនគ្នាជាមួយនឹងបរមរតនមហាមង្គលខុសតែទំហំទេទំហំខ្លងទ្វារទី5នេះគឺធំជាងជាមួយនឹងខ្លងទ្វារបរមរតនមហាមង្គលហើយមិនផ្លាយក្បាច់ទេគឺក្បាច់ដូចគ្នាទាំងជ្រីទាំងបាំងខ្លែងចវាហើយនឹងដងក្តាររងស្បូវបាទ
và chẳng lâu bần to mô bằng hai tập phim thay được hàng cao nhom mi đá cứ khơi thà cà riệp trong bàn tràn bàn ngay đó hàng một cái nó cứ riệp trong ất bà tục riệp ất ní cứ riệp tam một ô và một ô chố cứ riệp chồn một ô chân từ hàng cao riệp chân từ hàng cao hay chả lo ní cứ thưa cà riệp cà là của mai ôn và riệp cà lá nằm bay lùm o tam xuân đôi chỉ xuân rồi có chuột pleu cả su của mai ôn kiaไอ้ข้างขนมนี้คือสรอมบ่องครูของไอ้ปอนข้างกลายสรอมว่าโอจำลองก็ไงเนี่ยตึกสระบาดตึกสระจานจังตะเพียบมันต่อตือขังมุกจังตือบาเรียบเนี่ยยมนึงมาให้จูนของไอ้ปอนคือเอาขังมุกนี่ของไอ้ปอนคือจังเดินจานเตี้ยนะให้เรียบจอมบ่ปอนตึกบาเรียบจอมบ่ปอนตึกให้อะไรนี่คือđã lụ đãโยบาบางปงดิโยตามเงี้ยโฮโจตัวขังขนมโอโดยคณีได้ไอ้จะรอนี่คือทมจะลองท่องปีมุนกันไหลนี่คือพญามาโตพญากังแล้วนี่คือรีบจอมบาปันทายมันที่ไทยไอการรีบจอมนี่คือมันตอนหายดิบ่าแล้วนี่คือรีบอัดมาดอบ่าโอ้ดอกหางขนมนี่บานจานได้นะผมหมายบนนี้นี่แต่เพียบจอมหนึ่งซาดำดองนี่บ่าให้การเงี้ยในจานเทียดการรีบจอมเรียนกายใดแบบไทยให้บังฮับว่าจวนบังฮับดอยระโลนี่ผมหมายบนนี้ไอ้นี่รีบจำปอนตึกนี่คือดอยด่านปงวิ้งด่านโยวิ้งนำไปงี้สโลไอ้โฮเลื่อนเวียโฮคลังเชียงนะไอ้แต่โต้นึงกับไรนี่คือลายนำไปรีบอัดให้ผมหมายปอนคือโอ้จานมาเวงมาทำเวงทมนี่มาดอกับไรนี่แต่เหมือนตอนจะบ้าได้ไปให้โอ้โดยจีซูกอดให้กอดท่ามาปักซ้ายโอ้นี่คือรีบโฮแต่ดอให้กรอยแต่มาดองมารีบถมนะไอ้ยังเคยทำแต่เพียบคือการแต่สะอาดพลายกันไหลเนี่ยกายใดประทายใดมันตอนบางเรียบใดสมาให้ทัวการกันบางฮับบางเรียบใดสมาทัวการกันบางฮับหรือใบvà ở xa đó rồi chôn sò tầm mùi đi và lấy hùa mò spin bằng hai chôn của mai bốn cái này chân ở spin và spin chơi càng càoนี่คือmà đóนี่คือตึกสระพอดแต่มาดองมาเนี่ยพอดสปินจังvàอัดปากปอลเด้ให้ตึกก็แรงล้างได้พอจะมวยนึงเพลียงก็ออฟvàให้เรื่องเงินเด็ดvàเรื่องเงินส่งมาเชียร์ใส่จังโอจำนวนก็คือตึกหนึ่งคราวให้ตึกนี่คือสมบูรณ์ไตรมันเต้นvàสัตว์ไตรในข้างขนมพวกไม้ปนนี่và sân chiเมื่อเติมมันเซอร์ขึ้นก็ส่งมาเชียร์ใส่จะสร้างไม่หลังเงียบมันเต้นvàหลังเงียบหายเข้มหลังเชียร์ยังหายนี่คือแต่ตะเพียบเป็นหลังเงียบจูนพอแต่ส่งมาเชียร์ใส่vàส่งมาเชียร์ใส่สำหรับการบังหายปัจจุบันตะเพียบนี่và hayแล้วนี่ส่งมันจับแต่มาดองปุ่มไม้ปนที่ส่งมันจับแต่ตะพิบตรมบันแน่ป่าเอาก้นจูนโปปุ่มไม้ปนที่จูบตายจะไปสกปรกบอลตัวตีนบินบ้านทั่วดำน้ำที่จะง่ายในนี้ส่งสกสวัสดิ์ตะพิบ